បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកជួបគ្នាសារជាថ្មីទៀតហើយជាមួយវីដេអូថ្មីគឺមុខម្ហូបថ្មីនេះជាស្លប្រហើបងប្អូនត្រូវការស្លប្រហើមើលតែវីដេអូខ្ញុំទៅគឺអាចធ្វើបានអញ្ចឹងថ្ងៃនេះយើងមានប្រហើជាមួយត្រីហើយជាមួយនឹងបន្លែជាច្រើនមុខដែលយើងមាននៅក្នុងមុខម្ហូបនេះគឺយើងអាចថាមានគ្រឿងបុកដែរហើយនឹងម្សៅស៊ុបដុំស៊ុបខ្នុរហើយជាមួយនឹងសាច់មាន់ហើយនឹងផ្សិតច្បើងហើយនឹងត្រីនិងសាច់ជ្រូកបន្តិចបងប្អូនពោះបន្លែយើងមានស្លឹកបាសជាមួយត្រពាំងហើយនឹងល្ពៅហើយជាប្រភេទបន្លែច្រើនមុខដែរស្លនេះយើងធ្វើវាបែបបុកគ្រឿងហើយយើងបំពងគ្រឿងពុកម៉ែបងប្អូនជាដំបូងយើងមកបំពងគ្រឿងជាមួយខ្លាញ់សិនបងប្អូនដើម្បីឲ្យគ្រឿងហ្នឹងគឺវាក្រហមអញ្ចឹងពុកម៉ែបងប្អូនចំពោះមុខម្ហូបនេះគឺថាវារសជាតិឆ្ងាញ់បងប្អូនដោយសារតែវាមានយើងចូលចិត្តបន្លែច្រើនយើងដាក់បន្លែច្រើនមុខអញ្ចឹងពុកម៉ែបងប្អូនហើយវាមានជាតិវីតាមីនដែរពេលយើងធ្វើហ្នឹងទៅគឺយើងមានគេហៅថារុក្ខជាតិបៃតងច្រើនមុខវាអាចជួយសុខភាពយើងដែរមុខម្ហូបមុខនេះវារៀងច្រើនមែនតែយើងឃើញថាបើសិនជាយើងផ្សំមុខតែងហ្នឹងគឺវាអត់អស់ទេច្រើនប្រហែលនេះសារថាយើងធ្វើវាមកដើម្បីយើងខាត់ចខែបអញ្ចឹងបងប្អូនហើយការគូគ្រឿងរបស់យើងគឺយើងបន្ថែមរ៉ូឌីម្សៅស៊ុបប្រេងខ្យងអីស្រេចតែពុកម៉ែបងប្អូនមាននៅក្នុងផ្ទះបាយពុកម៉ែបងប្អូនអញ្ចឹងហើយចំពោះខ្ញុំដាក់អ្វីដែលមានហើយខ្ញុំធ្វើតាមលក្ខណៈធម្មជាតិបងប្អូនតាមអ្នកខាងប្រទេសមានជ័យបងប្អូនបើសិនជាខាងខេត្តផ្សេងហ្នឹងយើងដាក់មិនហ្នឹងគឺបងប្អូនអាចធ្វើតាមអ្វីដែលការចូលចិត្តរបស់ពុកម៉ែបងប្អូនអញ្ចឹងហើយចំពោះមុខម្ហូបនេះគឺស្លប្រហើខ្មែរបងប្អូនយើងស្លឲ្យមានរសជាតិបើយើងស្លបែបខ្លួនឯងអញ្ចឹងយើងធ្វើឲ្យវាមានរសជាតិឃើញថាគ្រឿងយើងរួចហើយកូរហើយយើងដាក់ជាមួយនឹងបន្លែបងប្អូនបន្លែយើងអាចដាក់ថាមានបន្លែមួយដែលវារឹងយើងដាក់មុនអញ្ចឹងបងប្អូនក៏ដូចជាល្ពៅហើយនឹងល្ហុងអីចឹងហើយជាមួយនឹងត្រប់ដែរអញ្ចឹងណាយើងដាក់ឲ្យវារាងមកស្លាប់សិនមកចាំយើងចាក់ទឹកចូលពុកម៉ែបងប្អូនហើយចំពោះមុខម្ហូបនេះគឺខ្ញុំធ្វើមកតាមពីតាមពុកម្ដាយខ្ញុំគាត់ធ្វើទេគឺខ្ញុំអត់បានចេះអីមកពីណាទេសារតែពីទូចមិញគឺខ្ញុំនៅតែក្នុងផ្ទះបាយបងប្អូនអត់ដែលបានទៅណាទៅណីទេហើយណាមួយក៏នឹកឃើញថាវាជាអាជីពរបស់យើងដែរហើយយើងក៏ដាក់ទឹកបងប្អូនយើងដាក់ទឹកជាមក10បងប្អូនមកហត់បានអញ្ចឹងយើងទុកវាពុកមកសន្ទុះហើយយើងដាក់ជាមួយនឹងស្លឹកបាសព្រោះស្លឹកបាសនេះយើងដាក់ចូលបងប្អូនដាក់ចូលលើកក្រោយពេលរៀបនឹងឆ្អិនអញ្ចឹងបងប្អូនព្រោះវាជាប្រភេទបន្លែដែលវាឆាប់លួយយើងដាក់ឆ្អិនពេកវាអាចថានឹងវាបាត់បង់រសជាតិពុកម៉ែបងប្អូនហើយយើងដាក់ជាមួយនឹងស្លឹកជីលីងលាក់បងប្អូនស្លប្រហើនេះយើងប្រើលីងលាក់ជាមួយផ្សិតច្បើងទិញទួចហ្នឹងគឺវាដឹងថារសជាតិអេមបងប្អូនហើយម្ហូបយើងគឺរួចរាល់ហើយពុកម៉ែបងប្អូនហើយក៏បានដួសដាក់ចានដើម្បីហូបពុកម៉ែបងប្អូននេះយើងបានដាក់ចានមកក្តៅបាយពេលល្ងាចបងប្អូនរាល់សកម្មភាពមកពីហត់ដឹងថាត្រូវហើយបងប្អូនហើយបាយអស់ទាំងចានហើយមិនដឹងថារសជាតិឆ្ងាញ់ប៉ុណ្ណាទេបងប្អូនអើយហើយខ្ញុំហូបខ្លួនឯងហ្នឹងគឺដឹងថាវាឆ្ងាញ់ណាបងប្អូនហើយអរគុណសម្រាប់បងប្អូនដែលតាមដានទស្សនាសូមបងប្អូនជួយ like ជួយ share ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ